សួស្តីឥឡូវដល់ពេលមកចាប់ភួងឲ្យពុកម៉ែបងប្អូននិយាយទៅការក្រងផ្កាពិបាកនៅពេលតែចាប់ភួងឯងដោយសារតែយើងមិនសូវជំនាញនៅក្នុងការទាញមជុលពុកម៉ែបងប្អូនពិបាកតែកន្លែងហ្នឹងឯងប្របាក់តែកន្លែងជាប់ភួងតអំបោះនឹងឯងពុកម៉ែបងប្អូនតែថ្ងៃនេះគឺនាងខ្ញុំអត់តអំបោះទេគឺនាងខ្ញុំមកដាក់ភ្ជាប់មួយទៀតប្របាក់ដល់កន្លែងហ្នឹងឯងពុកម៉ែបងប្អូនផុតពីកន្លែងហ្នឹងហើយគឺអូខេប៉ុណ្ណឹងគឺថាអូខេហើយរត់វាឲ្យតឹងមកគឺអូខេហើយប្របាក់តែកន្លែងហ្នឹងឯងពុកម៉ែបងប្អូននិយាយទៅការក្រងភួងពិបាកនៅពេលដែលយើងភ្ជាប់តម្រែតម្រង់មកគឺស្អាតហើយការក្រងភួងប្រសិនបើអ្នកអត់សូវមានចិត្តស្រឡាញ់ទេធ្វើឲ្យបានល្អឯងពុកម៉ែបងប្អូនហើយថ្ងៃនេះគឺនឹងខ្ញុំដាក់ជាប្រភេទបែបនេះនៅចំណុចកណ្ដាលហើយយើងធ្វើការរឹតវាឲ្យតឹងមកហើយយើងធ្វើការភ្ជាប់រំយោលចំពោះរំយោលនាងខ្ញុំធ្វើដូចថ្ងៃមុនចឹងឯងដោយសារតែម៉ូដថ្ងៃមុនគឺពុកម៉ែបងប្អូនយើងគាត់សរសើរថាស្អាតឆ្នេះហើយនាងខ្ញុំក៏ធ្វើម៉ូដនឹងទៀតហើយពុកម៉ែបងប្អូនគឺបែបនេះឯងនិយាយទៅភាគច្រើននឹងខ្ញុំធ្វើភួងមិនសូវធំអញ្ចឹងខ្ញុំប្រើតែរំយោល5ទេបើយើងធ្វើធំជាងនេះគឺយើងចំណាយឱកាសច្រើនហើយក៏យើងត្រូវប្រើរំយោលនឹង7ទៅ10រំយោលដែរហើយចំពោះវីដេអូនេះគឺមានតែប៉ុណ្ណេះទេអរគុណនិងសូមជម្រាបលា